សុកចិត្តចៅអាជីពជាអ្នកអនាម័យហើយប្តីធ្លាប់ជាសន្តិសុខនៅក្រុមហ៊ុនបែរមកចាប់លបលក់នៅផ្ទះវិញក៏លក់ជាបាញ់ឆាវមាននំគ្រក់មានអីចឹងណាដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញចឹងគាត់ថាបើសៅអាទិត្យវិញអូយរហូតតែកន្លែងអង្គុយមិនបានទេចាក់នំគ្រក់3 4បែងចាក់មិនតាន់ផងសំបីតែបាញ់ឆាវហ្នឹងចាក់4 5ផ្ទះក៏កន្លែងចាក់មិនតាន់ទៀតនិយាយទៅសម្រាប់កន្លែងរបស់គាត់លក់ដាច់ដោយសារតែមានបងប្អូនយើងអ្នក review មហូប review អីគាត់ឃើញថាអូកន្លែងរបស់គាត់តំណងមានបរិយាកាសនៅជាប់ទន្លេនៅជាប់អីអញ្ចឹងណាក៏លក់ដាច់ខ្លាំងទៅដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញនេះអញ្ចឹងហើយបាញ់ឆាវរបស់គាត់មកប្រទេសតម្លៃ 3000 រៀលនំគ្រក់ 12,500 ហើយដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញនេះអូតំណងណាស់បាញ់ឆាវរបស់គាត់នំគ្រក់របស់គាត់នេះទឹកត្រីថែមម្ទេសរៀងហិលមកចាប់ជាតិគ្នាមែនតើសម្រាប់អ្នកដែលចូលចិត្តញ៉ាំហិលណាខ្ញុំណែនាំមែនតើឲ្យប្រើប្រាស់ជាមួយនឹង PE Max Premium ងាយស្រួលញ៉ាំរសជាតិប្រហើរហើយ sugar free អញ្ចឹងអ្នកដែលអត់ញ៉ាំស្ករអីគឺត្រូវហើយសម្រាប់ PE Max Premium កញ្ចប់ក្រហមនេះគឺងាយស្រួលរកទិញមែនតើនៅតាមបណ្ដាសុខស្ថាននានាព្រោះអីវាជាថ្នាំកាពះដែលយើងអាចញ៉ាំបានទូទៅហើយវាស័ក្តិសមមែនតើសម្រាប់អ្នកដែលចូលចិត្តញ៉ាំហិលផឹកច្រើនដាច់យប់ចូលគេងយប់អីហ្នឹងដាក់មកកញ្ចប់ទៅកុំឲ្យកាពះយើងហ្នឹងវាកុហលកាហាយភើជូរជាដើមហើយរដូវកាលចូលឆ្នាំចេះទៀតកុំភ្លេចទិញ PE Max Premium នៅតាមខ្លួនដាក់តាមខ្លួនទៅងាយស្រួលទៅដល់ណាក៏យើងអាចប្រើប្រាស់បានដែរហើយសម្រាប់កន្លែងរបស់គាត់ដែលលក់បាញ់ឆាវលក់នំគ្រក់នេះគឺនៅម្ដុំស្អាងនិយាយទៅនៅចិត្តវត្តស្អាងភ្នំណាពុកម៉ែបងប្អូនដែលស្គាល់វត្តស្អាងភ្នំប្រហែលជាស្គាល់ហើយយីហោរបស់គាត់ដាក់ឈ្មោះថាផ្កាមាននេះផ្ការៀបចំ design logo design អក្សរមែនតើចេញមករៀងតាក់ទាញភ្នែកដែរហើយគាត់ថាលបនេះគាត់រនឹងចូលប្រហែលជាជិត10ឆ្នាំហើយគាត់ថាទឹមតែល្បីឥឡូវហ្នឹងទេដែលមានភ្ញៀវច្រើនមែនតើរហូតដល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យណាតទៅរអ្នកស្រុកអ្នកភូមិមកជួយលក់ទៀតនិយាយទៅកូនក្មួយអីមកអស់ហើយថ្ងៃសុកថ្ងៃអីហ្នឹងថ្ងៃពីថ្ងៃច័ន្ទដល់ថ្ងៃសុកគឺលក់អញនិយាយបានថាលក់ដាច់ធម្មតាគ្រាន់ថាថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺលក់ដាច់ខ្លាំងមែនតើរហូតដល់រអ្នកភូមិ2 3នាក់ទៀតមកជួយអញ្ចឹងលបនេះមើលទៅវាសាមញ្ញទេប៉ុន្តែអញនិយាយបានថាលក្ខណៈពិសេសរបស់គាត់ត្រង់ថាបាញ់ឆែបរបស់គាត់នំគ្រក់របស់គាត់ហ្នឹងគឺយើងអាចទៅអង្គុយញ៉ាំនៅកន្លែងហ្នឹងជាមួយនឹងបរិយាកាសជាប់ជាមួយនឹងទន្លេនិយាយទៅដូចទន្លេបាសាក់អញ្ចឹងនៅម្ដុំស្អាងហ្នឹងណាដោយពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងហើយបានជាផ្នែកមួយដែលធ្វើឲ្យតាក់ទាញភ្ញៀវដែលគាត់អ្នកខ្លះចេញពីភ្នំពេញដើម្បីទៅលេងនៅស្អាងហើយបានចូលញ៉ាំបាញ់ឆាវញ៉ាំនំគ្រក់បែបដូចរបៀបដូចនៅស្រុកស្រែបែបធម្មជាតិបែបអីចឹងណាអូបរិយាកាសនេះខ្ញុំចូលចិត្តមែនតើហើយយើងដាក់ម្ទេសរៀងហិលតិចមកអូនិយាយទៅជាតិណាស់ជាមួយនឹងនំគ្រក់ហើយនឹងបាញ់ឆាវរបស់គាត់ហើយគាត់ក៏មានលក់គួងដែរដោយពុកម៉ែបងប្អូនអស់គ្នាបានឃើញនេះណាគួងរបស់គាត់ម្ដុំដូចជា 1500 រៀលទេបើទៅលេងនៅម្ដុំស្អាងម្ដុំអីហ្នឹងគឺកុំភ្លេចឈៀងចូលទៅផ្កាមានដែលជាកន្លែងលក់បាញ់ឆាវនំគ្រក់ល្បីនៅស្រុកស្អាងហ្នឹងមើលថារសជាតិបែបណាបើសិនជាអ្នកនរអគ្នាធ្លាប់ទៅញ៉ាំហើយអាចជួយខមមិនប្រាប់ផងថារសជាតិរបស់គាត់មិនដែរជាមួយនឹងនំគ្រក់បាញ់ឆាវរបស់គាត់ណាប៉ុន្តែរបៀបរបបនៅក្នុងការចាក់នេះតាំងពីប្រើភ្លើងនិយាយទៅគាត់ប្រើអុសបែបបរមបុរាណអីចឹងណាអូដឹងតែឈ្ងុយអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់សាកអីអាចទៅរកបានហើយព័ត៌មានលម្អិតបន្ថែមខ្ញុំនឹងតម្លាក់ជូននៅក្នុង comment វីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត